ស្លឹកដំឡូងមីស្រស់អាចយកទៅឲ្យសត្វស៊ីទាំងស្រស់បានអត់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកឆ្លើយ comment បងប្រុសម្នាក់ដែលគាត់តាមដាន YouTube Channel របស់ខ្ញុំគាត់បាន comment សួរសំណួរថាតើស្លឹកដំឡូងមីស្រស់អាចយកទៅឲ្យសត្វស៊ីទាំងស្រស់បានអត់ខ្ញុំសូមឆ្លើយថាគឺអត់បានទេបើសិនជាយើងយកស្លឹកដំឡូងមីស្រស់ដែលយើងអត់ទាន់ហាស្ងួតហើយយើងយកទៅឲ្យសត្វស៊ីគឺអាចធ្វើឲ្យប៉ះពាល់សុខភាពដល់សត្វពីព្រោះនៅក្នុងស្លឹកដំឡូងមីស្រស់មានសារធាតុពុលពីរសំខាន់គឺ hydrocyanic ហើយនិង tannin ដែលនៅពេលដែលយើងយកទៅឲ្យសត្វស៊ីទាំងស្រស់គឺវាមានកម្រិតសារធាតុពុលខ្ពស់មែនទែនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់សត្វហើយអាចធ្វើឲ្យសត្វនឹងស្លាប់បានទៀតវិធីបើសិនជាយើងចង់យកស្លឹកដំឡូងមីទៅប្រើក្នុងចំណីសត្វគឺយើងត្រូវតែយកស្លឹកដំឡូងមីមកហាលថ្ងៃឲ្យស្ងួតល្អសិនពីព្រោះថានៅពេលដែលយើងហាលថ្ងៃស្ងួតល្អហើយកម្រិតនៃសារធាតុពុលនៅក្នុងដំឡូងមីគឺមានកម្រិតទាបដែលមិនប៉ះពាល់ដល់សត្វនោះទេគឺយើងអាចយកឲ្យសត្វស៊ីបានតែខ្ញុំក៏សូមអរគុណច្រើនសម្រាប់បងដែលបាន comment នៅក្នុងវីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាបងនឹងបានយល់ហើយអ្នកដែលនៅមានចម្ងល់ដូចជាគាត់តែមិនបានសួរក៏បានយល់ដូចគ្នាដែរពីការប្រើប្រាស់ស្លឹកដំឡូងមីនៅក្នុងការយកមកធ្វើជាចំណីសត្វអរគុណ